សក់ជ្រុះជំពាក់សរសៃតូចអាចជួយបានប្រេងធម្មជាតិនេះល្អខ្លាំងខ្ញុំប្រើហើយមិនចេះតែថាឯងបងប្អូនខ្ញុំនឹងភ្ជាប់ជូននៅវីដេអូដុកទ័រអេរិចគាត់បញ្យល់អំពីលំខ្វងនេះឲ្យបងប្អូនស្រាវជ្រាវបន្តទៀតអញ្ចឹងណាដុកទ័រប្រាប់ថាបូថុកធម្មជាតិពីមុនកូនខ្ញុំលាបតែប្រេងដូងខ្ញុំទិញនៅហាងឥណ្ឌាបន្ទាប់មកខ្ញុំទិញនៅហាងអូស្ត្រាលី Rosemary ជួយឲ្យសរសៃសក់យើងដុសបានរឹងមាំល្អហើយស្បែកក្បាលហ្នឹងក៏មានសុខភាពល្អដែរលាងសម្អាតឲ្យមហាសែនស្អាតហើយបេះមកដោយសារខ្ញុំមានច្រើនខ្ញុំដាក់មួយដៃធំប្រេងល្ហុងខ្វងនេះខ្ញុំប្រើអស់ខ្លះនៅសពពាក់កណ្ដាលប្រហែលជា100 ml ចាក់ចូលមកពីមុនខ្ញុំប្រើប្រេងដូងកកប៉ុន្តែឥឡូវនេះខ្ញុំជំនួសមកប្រើប្រេងដូងរាវដាក់ទំហំស្មើគ្នាមកចាក់ចូលដបវាស់មើលប្រហែលជា100 ml ហ្នឹងចាក់ចូលទៀតទៅធ្វើចម្រាញ់ឲ្យបានប្រេងលាបសក់ដ៏សែនមហាល្អហ្នឹងបងប្អូនដាក់ឆ្នាំងធំមួយដាក់ទឹកដាំឲ្យពុះហើយយើងយកគ្រឿងផ្សំដែលយើងបានលាយឲ្យមិញហ្នឹងដាក់ពីលើទៅចិញ្ជ្រុំណាបងប្អូនចាខ្ញុំធ្វើនេះប្រហែលជារយៈពេល20នាទីដែរចាមិនមែនដាក់តតែប្រេងនឹងពុះទេណាបងប្អូនអត់ទេត្រឹមតែថាប្រេងនឹងចេញជាតិល្អមកបើសិនជាបងប្អូនប្រើប្រេងល្ហុងខ្វងនឹងតែឯងក៏បានដែរប៉ុន្តែដោយសារស្អិតខ្លាំងហើយកពុលណាកូនស្រីខ្ញុំអត់ព្រមលាបទេអញ្ចឹងហើយបានខ្ញុំបន្ថែមប្រេងដូងទៅដើម្បីឲ្យរាងរាវបន្តិច Rosemary ចាប់ផ្ដើមស្រពាប់ហើយជះក្លិនមកឈ្ងុយអញ្ចឹងបងប្អូនអាសាកូរហើយយើងមើលសភាពការជាក់ស្ដែងប៉ុន្នេះគឺខ្ញុំរួចរាល់ហើយឃើញប្រេងនៅខាងលើហ្នឹងអត់ពុះទេណាបងប្អូនគ្រាន់តែត្រឹមចេញជាតិល្អពណ៌ប៉ុណ្នេះមកខ្ញុំបិទភ្លើងហើយខ្ញុំទុកឲ្យត្រជាក់បងប្អូនអាចសម្រិតហើយចាក់ទុកដបប្រើក៏បានតែសម្រាប់ខ្ញុំពេលត្រជាក់ហើយខ្ញុំបិទគម្របខ្ញុំទុកមួយយប់ចាដើម្បីឲ្យចូលជាតិបានល្អបន្ទាប់ពីរួចមួយយប់ហើយហ្នឹងបានខ្ញុំចម្រោះដាក់ចូលដបមួយយប់ព្រឹកឡើងបងប្អូនឃើញសភាពប្រេងរបស់យើងហ្នឹងឡើងខាប់ហើយឡើងឈ្ងុយមែនតែនល្អខ្លាំងណាស់ប្រេងលាបសក់ទិញនៅផ្សារថ្លៃណាបងប្អូនមួយដបទូច4-10រៀលយើងធ្វើខ្លួនឯងចេះល្អហើយធម្មជាតិសុទ្ធបងប្អូនព្រឹកឡើងហ្នឹងគឺខ្ញុំដាក់ចម្រោះវាអញ្ចឹងណាហើយកាក់នៅខាងលើអត់មានចោលទេយើងយកមកម៉ាស្សានៅស្បែកក្បាលយើងចឹងទៅបងប្អូនយកមកប្រើហ្នឹងគួរតែជាដបពណ៌ក្រមៅដើម្បីការពារកម្ដៅ UV ចាពីខាងក្រៅហើយធ្វើឲ្យគុណភាពប្រេងរបស់យើងហ្នឹងទុកបានយូរល្អប្រេងដែលធ្វើហើយហ្នឹងបងប្អូនយកទៅដាក់នៅក្នុងទូទឹកកកទៅដើម្បីឲ្យទុកបានយូរបានដល់6ខែទៅ1ឆ្នាំនោះហើយនៅពេលដែលយើងចង់យកមកប្រើហ្នឹងបងប្អូនចាក់នៅដៃបន្តិចមកចាតាមសក់តិចសក់ច្រើនណាយើងលាបពីពាក់កណ្ដាលសក់មកហ្នឹងបើយើងប្រើរាល់ថ្ងៃតែបើសិនជាយើងរបៀបថាអប់សក់តែម្ដងគឺខ្ញុំលាបដល់ស្បែកក្បាលរបស់យើងចាហើយយើងទុកប្រហែលជា20-30នាទីឬមួយយប់ក៏បានដែរចាំយើងលាងចេញឲ្យសម្អាតកក់សក់ធម្មតាមកបងប្អូនប្រើនឹងដឹងលទ្ធផលប្លែកខ្លួនឯងហើយបើបងប្អូនចូលចិត្តវីដេអូរបស់ខ្ញុំសូមកុំភ្លេចជួយ follow ជួយ like ជួយ share ជួយ comment ឲ្យខ្ញុំម្នាក់មួយផងជួបគ្នានៅវីដេអូក្រោយពីខ្ញុំអាំរ៉ាសូមជម្រាបលាបាយបាយ